ទាំងអស់គ្នាជាកូនខ្មែរមករកអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងថាល្ខោនរបស់ខ្មែរយើងហ្នឹងមានមួយប្រភេទសួរបងប្អូនសួរទាំងអស់គ្នាខ្ញុំទៅត្រឡប់វិញណាមានតែគេចាំកាលពីមួយឆ្នាំមុនខ្ញុំក៏ធ្វើវីដេអូចែករំលែកចំណេះដឹងទៅកាន់អ្នកទាំងអស់គ្នាដែរបើមិនជាអ្នកទាំងអស់គ្នាអត់ចាំខ្ញុំទេមកស្គាល់ខ្ញុំពីវីដេអូនេះទៅក៏បានដែរតែតែកាលពីមួយឆ្នាំមុនហ្នឹងខ្ញុំធ្វើវីដេអូតន្តិចឯងហើយខ្ញុំក៏ជប់ធ្វើទៅតែឥឡូវខ្ញុំត្រឡប់មកវិញឯងខ្ញុំមកចែករំលែកចំណេះដឹងអីដែលខ្ញុំបានស្រាវជ្រាវទៅបានដឹងចែកជូនទៅកាន់អ្នកទាំងអស់គ្នាជាពិសេសក្មេងៗជំនាន់ក្រោយឲ្យបានដឹងថាខ្មែរយើងមានប្រវត្តិមកពីណាមានសម្បត្តិអីខ្លះដែលបានបន្សល់ទុកមកដល់ឥឡូវហ្នឹងចាហើយថ្ងៃនេះផងដែរខ្ញុំបាននិយាយអំពីល្ខោនរបស់ខ្មែរយើងល្ខោនរបស់ខ្មែរយើងគឺមានច្រើនមែនតើអ្នកទាំងអស់គ្នាលើសពី20ទៀតអ្នកទាំងអស់គ្នាបើចង់បានស្គាល់ល្ខោនខោល្ខោននិយាយល្ខោនបាសាល្ខោនកែនល្ខោនមហោរីល្ខោនខោជាដើមទស្សនៈទាំងអស់គ្នាកុំតន់អូវីដេអូច្រើនចានៅវីដេអូនឹងច្រើនទៀតខ្ញុំមិនតន់និយាយចប់ទេមកថ្ងៃនេះអ្នកទាំងអស់គ្នាខ្ញុំណែនាំមកស្គាល់អំពីល្ខោនបាសាខ្ញុំនឹងចែករំលែកពីល្ខោនបាសាទៅកាន់អ្នកទាំងអស់គ្នាថាមានប្រវត្តិមកពីណាហើយវាមានដើមកំណើតចេញពីណាខ្លះទ្រង់ទ្រាយនៃសិល្បៈត្រូវបានបង្កើតឡើងមុនសម័យអង្គរប្រវត្តិនិងដើមកំណើតសម្រាប់សម្គាល់ល្ខោនខ្មែរត្រូវបានគេស្គាល់តាមរយៈការចារជាក្បាច់លោតនៅតាមជញ្ជាំងប្រាសាទពីព្រោះចង់បង្ហាញពីការឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ដែលការចងចាំនិងការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយតាមទស្សនីយភាពខ្មែរបានឲ្យដឹងថាល្ខោនបាសាក់បានយកឈ្មោះពីទីកន្លែងកំណើតរបស់ខ្លួនល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លៀងទៅមុខព្រែកត្រពាំងកម្ពុជាក្រោមដែលទឹកដីកម្ពុជាក្រោមនេះត្រូវពួកអាណានិគមបារាំងកាត់ទៅឲ្យវៀតណាមឆ្នាំ1949បាសាក់ជាឈ្មោះទន្លេមួយដែលជាផ្នែកមួយនៃទន្លេមេគង្គទាំង4ដែលប្រសពគ្នានៅភ្នំពេញចតុមុខកាលពីដើមឡើយខ្មែរយើងហៅល្ខោនបាសាក់ថាល្ខោនទ្រង់ឃ្លោកព្រោះរងដែលសង់សម្រាប់សម្ដែងល្ខោននេះសង់តែគ្រប់ទីកន្លែងគឺសង់ផ្ទាល់ដីគ្រាន់តែបោះសសរឈើឬឫស្សីហើយប្រាក់ដៃថែបឬប្របោះឬប្រកន្ទេហើយយកមែកឈើមកសង្កត់ដើម្បីការពារកុំឲ្យខ្យល់ប៉ៅជញ្ជាំងវិញបាំងថែបឬស្លឹកត្នោតរួចក្រាលកន្ទេស្លឹកត្នោតផ្ទាល់ដីដែលមានសន្តានផាន់ភាគមិនខុសគ្នានឹងទ្រង់ដាំឃ្លោកឡើយអ្នកខ្លះនិយមឲ្យល្ខោនទ្រង់ឃ្លោកនេះថាជា UK វិញពាក្យ UK នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថាទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរឈ្មោះនេះត្រូវបានបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សម្គាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថាល្ខោនបាសាក់នេះឯងល្ខោនបាសាក់បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័សព្រោះអ្នកដឹកនាំនិងអ្នកសម្ដែងជាអ្នកបួសរៀនខាងអក្សរសិល្ប៍ពូកែប្រើពាក្យសម្ដីលើកជាកំណាព្យលើកជាកម្រងកែវនិងលើកទំនុកច្រៀងដែលឥតព្រិងទុកសិល្បៈនេះអាចសម្ដែងបានក្នុងឱកាសនំពិធីមិនថាបុណ្យភូមិបុណ្យបញ្ចុះសីមាក្នុងឱកាសជប់សម្រាកឬបុណ្យជាធំៗដូចជាព្រះរាជពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែជាដើមក្នុងការស្រាវជ្រាវរបស់លោកពេជ្រទុំក្រវិលលោកក៏បានអះអាងថាជនជាតិខ្មែរបានស្រូបយកបទពិសោធន៍មួយចំនួនពីសិល្បៈល្ខោនហ៊ីរបស់ចិននិងល្ខោនកៃលឿងរបស់វៀតណាមមានដូចជាក្បាច់ហួននិងវិធីហាដែលចងខ្សែរ៉តព្រមទាំងឧបករណ៍តន្ត្រីបទភ្លេងនិងសម្លៀកបំពាក់មកបំពេញឲ្យទម្រង់របស់ខ្លួនក្នុងអំឡុងឆ្នាំ1929ក្រោយពីពេលដែលពង្រីកខ្លួនរងមាំហើយបានធ្វើឲ្យទម្រង់ល្ខោនមួយចំនួននៅភ្នំពេញដូចជាល្ខោនមហោរីល្ខោនបោកបតនិងល្ខោនផ្សេងៗទៀតត្រូវរង្គោះរង្គើដោយសារទស្សនិកជនហាក់មានការពេញចិត្តនិយមយ៉ាងខ្លាំងនៅរង្វង់ល្ខោនដែលបានមកពីតំបន់បាសាក់នេះម្យ៉ាងវិញទៀតដែលសារមធ្យោបាយសម្ដែងថ្មីភាពរហ័សរហួនស្វាហាប់ការតុបតែងលម្អឆាកក៏ល្អល្បិចហោះហើរក៏ប៉ិនប្រសប់ជាពិសេសចម្រៀងខ្មែរបាសាក់រដើនស្រទន់ពីរោះហើយពាក្យសម្ដីក៏ប្រកបដោយអត្ថន័យខ្លឹមសារល្អផងធ្វើឲ្យទស្សនិកជននៅតំបន់កម្ពុជាកណ្ដាលជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងរហូតដល់នាំគ្នាហៅទម្រង់ល្ខោននេះថាល្ខោនបាសាក់ដែលយកទីកន្លែងកំណើតនៃវងសិល្បៈមកដាក់ជាឈ្មោះទម្រង់តែម្ដងចាប់ពីពេលនោះមកហើយដែលល្ខោនទ្រង់ឃ្លោកឬល្ខោន UK បានប្រែឈ្មោះមកជាល្ខោនបាសាក់រហូតមកទល់នឹងសព្វថ្ងៃនេះចាប់ពីអំឡុងឆ្នាំ1937មកគេឃើញមានក្រុមនរងល្ខោនបាសាក់ជាច្រើនទាំងនៅទីក្រុងភ្នំពេញនៅតាមតំបន់ជីទីក្រុងភ្នំពេញក៏មានរោងល្ខោនបាសាក់ជាច្រើនផងដែរគឺចាប់ពីពេលនោះហើយដែលល្ខោនបាសាក់មានការរីកលូតលាស់ដល់ដាននៅកម្ពុជាល្ខោនបាសាក់សម្ដែងរឿងជាច្រើនរួមមានព្រះលក្ខណវង្សសាងសែជ័យជាដើមយើងឃើញថាសម្លៀកបំពាក់របស់តួអង្គនៅក្នុងល្ខោនបាសាក់មានការវិវត្តការច្នៃលម្អប្រកបដោយក្បូរក្បាច់រចនាភ្លឺផ្លេកដោយប៉ាដិនភ្ជាប់ទៅនឹងក្រណាត់កាមញីដែលមានតាក់ទាញទស្សនិកជនឲ្យជក់ចិត្តនិងស្រឡាញ់ទម្រង់សិល្បៈនេះជាពន់ពេកវងតន្ត្រីបាសាក់រួមមានឧបករណ៍ត្រអូខំតូចខំធំខ្លុយប៉ាន់ឡាខ្មោះនិងស្ករដែលមានលក្ខណៈអធិពលចិនច្រើនហូនជាលក្ខណៈពិសេសរបស់ល្ខោនបាសាក់សឹងតែគ្រប់តួអង្គទាំងអស់មានក្បាច់ហូនប្រចាំតួរៀងៗខ្លួនពោលគឺហូនប្រុសហូនស្រីហូនយៈជាដើមល្ខោនបាសាក់មានលក្ខណៈពិសេសជាច្រើនដូចជាកាយវិការមានភាពរហ័សរហួនពិធីហោមរោងប្រើបទភ្លេងហោមរោងសម្លៀកបំពាក់មានលក្ខណៈភ្លឺផ្លេក
មកតួមានលាបម្សៅច្រើននិងមានលក្ខណៈពិសេសជាច្រើនទៀត សម្លេងអាចារ្យពីរំថាមិនដូចជាសម្លេងសារិកាណាស់ហោះហើរចេញពីក្រោមមកដល់ក្រហមទុំរបស់នាង បានស្ដាប់វីដេអូនេះរហូតដល់ចប់ពេលច្រើនអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់អំពីលក្ខខណ្ឌភាសាអីហើយបើសិនជាអ្នកទាំងអស់គ្នាចង់ស្គាល់អំពីលក្ខខណ្ឌភាសាកាន់តែច្រើនជាងនេះអ្នកទាំងអស់គ្នាក៏អាចទៅស្រាវជ្រាវបន្ថែមផងដែរដោយសារតែខ្ញុំយកមកស្រាវអ្នកទាំងអស់គ្នាបានស្ដាប់ហ្នឹងតែតិចតួចបំផុតបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីប្រវត្តិថាហេតុអីបានមានឈ្មោះលក្ខខណ្ឌភាសាហ្នឹងកើតឡើងគឺមានរឿងអ្នកទាំងអស់គ្នាគឺមានព្រេងនិទានណាតែគេនិយាយតគ្នាមកអញ្ចឹងនិងជាអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់អ្នកទាំងអស់គ្នាអាចទៅស្រាវជ្រាវបន្ថែមទៀតបានបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាចសួរខ្ញុំបានណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ